សួស្តីបងប្អូនអរគ្នាកាលពីថ្ងៃទី10ខែមករាឆ្នាំ2026កន្លងទៅនេះខ្ញុំបានទទួលអាជ្ញាប័ណ្ណហោះហើរ Paramotor ជាលើកដំបូងហើយក៏ជាផ្លូវការដែលខ្ញុំមានសិទ្ធិក្នុងការហោះហើរប្រកបដោយការហ្វឹកហាត់ត្រឹមត្រូវហើយឆ្លៀតឱកាសនឹងដែរសហព័ន្ធបានអញ្ជើញខ្ញុំឲ្យចូលរួមផ្ដល់នៅបទពិសោធន៍នៃការហោះហើររបស់ខ្ញុំហើយសូមបងប្អូនស្ដាប់នៅខ្លឹមសារដូចខាងក្រោមសូមបងប្អូនជាសមាជិកនៃការក្រុមកីឡាហោះហើរសម្រាប់ឈ្មោះអ៊ុំមុនរ៉េខ្ញុំជាប្រធានក្រុមម៉ូតូ BM ហើយក៏ជាកណ្ដាលការរងនៃប្រព័ន្ធកីឡាយានយន្តហើយក្នុងវិស័យម៉ូតូស្គាល់ខ្ញុំច្រើនពីឆ្នាំ2024ខ្ញុំបានសិក្សាសំរៀនពីរកមកខ្មែរលើគេបានចាឲ្យពីប្រទេសថាហើយលទ្ធផលគឺតែជាសារខ្ញុំបានកាន់លុយចំណេញរបស់ខ្ញុំមកប្រទេសថាលទ្ធផលគឺបាន36,000ដុល្លារដើម្បីឲ្យជួយពីតែពីក៏អរគុណដល់បងប្អូនដែរដែលគ្រប់គ្រងទៅមកហើយជាសត្វអ្នកបរិច្ចាគអស់គ្នាទេបាទហើយថ្ងៃនេះក៏ខ្ញុំមានកិត្តិយសដោយសារបងច្រឡំហើយយើងបានឲ្យខ្ញុំចូលជាសមាជិករបស់កម្មការក៏អរគុណដែរដល់លោកដែលបានផ្ដល់កិត្តិយសហើយអរគុណដល់បងប្អូនទៅមកនៅក្នុងវិស័យនេះខ្ញុំបានចាប់អារម្មណ៍ដោយសារខ្ញុំចូលចិត្តស្វែងរកអ្វីថ្មីស្វែងរកការជាម៉ូតូក៏ខ្ញុំទៅកន្លែងថ្មីហើយរកផ្សាយអូនិងតែចំណេះហើយដល់មកខ្ញុំបានចូលផ្សាយម៉ូតូគឺជាគេហៅ motorsport ហ្នឹងវាបានជារថយន្តវាបានជាម៉ូតូទឹករហូតដល់កីឡាថាពីម៉ូតូកង់ព្រីមានម៉ូតូចូលព្រៃម៉ូតូស្ពណ៌ហើយម៉ូតូកង់ព្រីសមាជិកប្រហែលជាច្រើនគូសំនៅក្នុងលោកពាន់នាក់ហើយគេជាមួយកីឡាហោះហើរយើងនឹងបានមកលេងសាប្រទេសហើយនៅក្នុងវិស័យម៉ូតូខ្ញុំបានមកប្រកួតគ្នាដែរហើយអរគុណគឺមកជាប់ទៅបាទតែមកថាកីឡាហោះហើរនេះជាកីឡាមួយដែលយើងគិតមើលទៅដូចជាស្រួលតែខ្ញុំឃើញដំបូងក៏នឹងថាស្រួលដែរតែដល់ពេលខ្ញុំមកចូលហាត់បានគេថាភាសាក្នុងវិស័យកីឡាដែលខ្ញុំធ្លាប់ឆ្លងកាត់គឺពិបាកជាងគេសូម្បីតែពិបាកគឺពិបាកលើសុខភាពទៅដល់នោះដោយសារបើសិនជាយើងបង្ហាញគឺពិបាកកីឡាមួយនេះបើសិនជាយើងហាត់អត់ដល់គឺប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ហើយមិនខុសពីគេនិយាយថាជឿនៅជាប់ដៃសម្រាប់ខ្ញុំការហោះហើរនេះខ្ញុំទៅហោះបានតែជាងបងប្អូនយើងអស់គ្នាតែគាត់ថានៅពេលដែលយើងបានហោះទៅដល់លើទៅយើងមានអារម្មណ៍មួយថាយើងជាមនុស្សថ្មីមកចាំមនុស្សទៅស្លាប់ព្រោះដល់មកខ្ញុំចុះទៅក្នុងសមុទ្រដែរចុះតាមសមុទ្រដែរគឺបានហើយនេះចុះទៅខ្ញុំហាត់13ថ្ងៃខ្ញុំចុះដល់12ម៉ៃដល់ពេលយើងហាត់ខាងជំនាញទៅយើងចូលដល់20ម៉ៃទៅចឹងណាដល់ពេលកីឡាហោះហើរនេះយើងហាត់មួយឆ្នាំជាងខ្ញុំហោះទៅមានការសិក្សាទៅហើយវាឲ្យការបង្ហាត់នឹងស្និទ្ធខ្ញុំអាសាជួបជាមួយនឹងលុយដែលគាត់ជាគ្រូគ្រូឡើងឲ្យគាត់ជួយប៉នថែមរហូតហើយយើងឃើញថាស្មាត់ហាត់ទៅយ៉ាងនេះចឹងបានន័យថាព្រីមវាឲ្យការបង្ហាត់នៅខាងក្រោមបងតើខាងក្រោមឲ្យបានច្រើនហើយនៅពេលដែលយើងដល់លើវិញអត់មានអីជាការលំបាកទេតែពិបាកជាងគេគឺ take off ទៅនឹងលេងយើងហ្នឹងហើយខ្ញុំក៏កន្លងមកពីរដងហើយលើមួយនៅកែវអត់មកហើយដោយសារយើងជំនះការអត់ឃើញគេហោះបានចំណុចទៅយើងហោះបានដល់ពេលឡើងទៅកម្មហើយក្រោយមកនេះខូចស្លាប់មួយដែរខូច friend ដោយសារហើយយើងជាហោះនៅពេលអត់ចោលដល់ពេលគឺរួចទៅជួយរួចកម្មហើយឲ្យទទួលគឺមានបញ្ហាក្នុងការសម្ភារៈអាហ្នឹងក៏បានសិនជាបាត់ដៃបាត់ជើងទៀតអាហ្នឹងក៏ជាបងសោតមួយល្អច្បាស់ជាក្រុមគ្រួសារយើងគាត់នឹងមានការការយើងចូលមកទៀតហ្នឹងហើយក៏អ្នកជំនាន់ក្រោយរបស់យើងនឹងគាត់ទៅអស់រៀនក្នុងកីឡាចឹងមកថាដើម្បីរកពីសមាជិកពួកយើងចូលរួមក្នុងសកម្មភាពសង្គមដូចជាការហោះហើរក្នុងសូលក្នុងព្រឹត្តិការណ៍ណាមួយបានច្រើនដើម្បីចូលឲ្យគេឃើញវិស័យរបស់យើងហ្នឹងមើលទៅសមត្ថភាពមើលទៅមានភាពអស្ចារ្យមួយជាមុខមាត់របស់ប្រទេសជាតិតែយើងមើលប្រទេសជិតខាងរបស់យើងគេមានឆ្កឹងហើយ